ក្រុមត្រូវការរកគ្រាប់បាល់មិនមែនអ្នកត្រូវការរកគ្រាប់បាល់នោះទេរ៉ូណាល់ដូជួបការលំបាកខណៈគូប្រជែងបង្ហាញទម្រង់លេងដ៏លេចធ្លោនៅថ្ងៃពុធគ្រប់យ៉ាងត្រូវបានរៀបចំរួចជាស្រេចសម្រាប់គ្រីស្ទីយ៉ាណូរ៉ូណាល់ដូដើម្បីបន្សល់ស្នាដៃផ្ទាល់ខ្លួននៅក្នុងការប្រកួតនេះប៉ុន្តែប្រធានក្រុមពណ៌ទុយហ្គាល់មិនអាចធ្វើបានដោយការរំពឹងទុកក្រុមរបស់គាត់បានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានលទ្ធផលស្មើ1-1ជាមួយ DR Congo ហើយ Ronaldo មិនអាចបង្កើតឥទ្ធិពលបានច្រើននៅក្នុងឱកាសដំបូងរបស់គាត់ក្នុងការបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាកីឡាករដំបូងដែលអាចរកគ្រាប់បាល់បានក្នុង World Cup ចំនួន6លើកផ្សេងគ្នានៅពេលការប្រកួតបន្តទៅមុខ Ronaldo ហាក់ដូចជាចង់បញ្ចប់កំណត់ត្រាមិនអាចរកគ្រាប់បាល់បានក្នុង9ប្រកួតជាប់គ្នានៅការប្រកួតធំៗគាត់បានខកខានឱកាសល្អបំផុតរបស់ក្រុមក្នុងការរកគ្រាប់បាល់ជ័យជំនះនៅពេលការរត់របស់គាត់បានរារាំងបាល់ដែលបញ្ជូនត្រឡប់មកឲ្យ Bruno Fernandes ដែលស្ថិតនៅទីតាំងល្អជាងក្បែរចំណុចពេលថ្លែងនៅលើ Fox Sports អតីតខ្សែប្រយុទ្ធបារាំង Thierry Henry បាននិយាយថា Ronaldo មានភាពអាត្មានិយមដោយព្យាយាមយកឱកាសនោះសម្រាប់ខ្លួនឯងជំនួសឲ្យទុកឲ្យ Fernandes Henry បាននិយាយថាប្រសិនបើគាត់រត់ចូលក្នុងប្រអប់6យ៉ាតខ្សែការពារនឹងត្រូវតាមគាត់ហើយវានឹងក្លាយជាឱកាសងាយស្រួលសម្រាប់ Fernandes ក្នុងការសុទ្ធបញ្ចូលទីដោយសារគាត់ចង់រកគ្រាប់បាល់ដោយខ្លួនឯងគាត់បានរត់ចូលទៅក្នុងផ្លូវបាល់នោះនេះជាចំណុចដែលខ្ញុំចង់និយាយក្រុមត្រូវការរកគ្រាប់បាល់មិនមែនអ្នកត្រូវការរកគ្រាប់បាល់នោះទេ